រឿងអន្តរស្នេហ៍មនុស្សចចកភាគទី28ខ្ញុំមើលគេមួយផ្លេតហើយក៏សឹងតែហុចដៃទៅឲ្យគេតែពេលឃើញវិលនៅមិនឆ្ងាយតែម្ដងដែរចង់រត់ណែនជាងអ្នកណាទាំងអស់ធ្វើឲ្យខ្ញុំរត់ចេញពីប្រុសផ្លែកមុខនោះភ្លាមទុកឲ្យគេទម្លាក់ដៃដាក់ក្តាប់ណែនដាក់ស្របខ្លួនវិលយើងទាំងពីរត្រូវពួកប្រមាញ់តាមសម្លាប់វិលកំពុងតែនិយាយជាមួយអ្នកណាក៏មិនដឹងខ្ញុំមិនដឹងទេថាមុនពេលដែលខ្លួនឯងស្លាប់បន្ទាប់ពីត្រូវពួកប្រមាញ់តាមប្រមាញ់នោះមានចចកពោះសមមួយក្បាលមកជួយខ្ញុំបន្ទាប់មានរឿងកាត់ឡើងខ្ញុំមិនដឹងពិតមែនថាវាមានអីកាត់ឡើងបន្ទាប់ពីនោះទៀតហើយនៅទាំងអស់នោះជាអ្នកណាខ្ញុំបានត្រឹមតែសង្ងំនៅក្រៅខ្នងរបស់វិលនិងលួចមើលអ្នកនេះអ្នកនោះប៉ុណ្ណោះប៉ាម៉ាក់របស់ពួកខ្ញុំធ្វើដំណើរទៅក្រុងផ្សេងមិនដឹងថាពួកនេះដឹងដល់របៀបណាថាយើងនៅតែពីរនាក់វិលនិយាយតែខ្ញុំមើលតែបរោះផ្លាច់មុខម្នាក់នោះប៉ុណ្ណោះគេមានកម្លាំងស្រូបទាញផ្លែនឹងពេលដែលនៅជាមួយគេឯងខ្ញុំកាន់តែសង្កេតឃើញថាខ្សែភ្នែករបស់យើងបានប្រសពគ្នាខ្ញុំក៏មានអារម្មណ៍ថាពួកយើងមានអ្វីម្យ៉ាងដែលអាចទំនាក់ទំនងគ្នាបានគេអង្គុយក្បែរអ៊ីយ៉ានអ្នកដែលខ្ញុំជួបអ្នកដែលឲ្យថ្នាំខ្ញុំនិងពិនិត្យអាការៈរបស់ខ្ញុំមុននេះបើចាំមិនខុសគេគួរតែឈ្មោះថាអ៊ីយ៉ានគួរណាតែមែននេះគឺប្អូនស្រីរបស់ខ្ញុំនាងឈ្មោះម៉ាយ៉ាពេលវិលហៅខ្ញុំក៏ភ្ញាក់ព្រឹកតែក៏សង្ងំនៅក្រៅខ្នងបងប្រុសដូចដើមនិងមានកាន់តែទុយទៅជាងពេលធម្មតាហើយក៏មិនដឹងថាហេតុអីការវិការរបស់ខ្ញុំធ្វើគ្រប់គ្នាសើចដល់ថ្នាក់នោះខ្ញុំលួចខំមាត់ដល់ការមិនពេញចិត្តបន្ទាប់មកក៏ឃើញថាបរិសុទ្ធចំណាស់ម្នាក់មើលមកខ្ញុំខ្សែភ្នែករបស់គេទាញឲ្យខ្ញុំចាប់អារម្មណ៍គេតែម្នាក់នៅឆ្ងាយពីបងប្រុសនាងបន្តិចក៏ឡោះដែរមកចានៅចិត្តបែបនេះខ្លាចបងប្រុសនាងយ៉ាប់បរិសុទ្ធចំណាស់នោះប្រាប់ខ្ញុំដល់សម្លេងនោះរាយធ្វើឲ្យខ្ញុំសើចស្ងួតហើយថយចេញឆ្ងាយពីវិលបន្តិចប៉ុន្តែពេលត្រូវខ្សែភ្នែករបស់អ្នកដទៃសម្លឹងមើលមកម្ដងទៀតខ្ញុំក៏រត់ទៅជ្រុបនឹងខ្នងរបស់បងប្រុសដូចដើមធ្វើពួកគេសាច់ដដែលមានអីត្រូវសាច់ខ្ញុំគិតនៅក្នុងចិត្តដល់ការខ្នើចិត្តតែក៏មិនចង់យកមកទុកក្នុងអារម្មណ៍ពេលនេះត្រឹមតែឃើញខ្សែភ្នែករបស់បរិសុទ្ធម្នាក់នោះក៏ធ្វើឲ្យបេះដូងលុតឌុកដាក់ទៅហើយព្រោះចឹងហើយទៅខ្ញុំបានទៅដកដង្ហើមធំនិងសង្ងំនៅក្រៅក្នុងវិលដូចដើមនាងប៉ិនខ្លាចប៉ិនអៀនបែបនេះចនិចវិលនិយាយហើយខ្ញុំក៏មិនហ៊ានប្រសាប់ភ្នែកជាមួយអ្នកណាទាំងអស់ខ្ញុំឈ្មោះអាឌីជាពុករបស់អាន់តូនីអូខេខ្ញុំគិតថា5នាក់នោះប្រហែលជាប៉ិនបេះបួយក្រាន់បែបព្រោះថ្នាក់ស្ថានភាពបែបនេះហើយគេនៅសាច់នឹងងាកទឹកសឹបដាក់មនុស្សប្រុសដែលមានឈ្មោះថាអ៊ីយ៉ានឃើញថារឿងនេះគឺជារឿងសប្បាយណាស់ឬចាំមិនក៏មិនដឹងកាន់តែពេលគេមើលមកខ្ញុំក៏មានអារម្មណ៍ថាព្រឺដោយគ្មានមូលហេតុគ្រោះថ្នាក់គេជាមនុស្សគ្រោះថ្នាក់ដែលមិនសមគួរនឹងចូលទៅចិត្តសំបីតែបន្តិចចាំហើយយើងផ្ញើដំណឹងទៅប្រាប់ឪពុកម្ដាយរបស់ឯងថាពេលនេះពួកឯងស្នាក់នៅជាមួយយើងនៅជាមួយគ្នាច្រើនបែបនេះវាល្អជាងដែលពួកឯងត្រូវនៅតែពីរនាក់ខ្ញុំគិតថាឯងប្រហែលជាពូកែតែកម្លាំងរបស់ពួកប្រមាញ់នោះច្រើនអាចផ្ដួលឯងបានងាយអញ្ចឹងហើយនៅទីនេះហើយតើតប៉ាម៉ាក់របស់ខ្ញុំផ្ញើដំណឹងមកវិញបរិសុទ្ធចាំនិយាយខ្សែភ្នែករបស់គេមានភាពទន់ភ្លន់ដល់កម្ររកបានខ្លាំងណាស់នៅក្នុងពពុះឈាមផ្សំមានទឹកមុខនិងពលឺភ្នែកទន់ភ្លន់បែបនេះតាវិលបងប្រុសខ្ញុំគឺមានភាពកក់ក្ដៅជាងអ្នកណាទាំងអស់ដែលខ្ញុំធ្លាប់ស្គាល់អរគុណខ្លាំងណាស់វិលនិយាយហើយក៏អោនកំណត់បរិសុទ្ធចំណាស់អាឌីនោះហើយដែលធ្វើឲ្យខ្ញុំត្រូវធ្វើតាមវិលដោយបរិយាយវាគឺជាការពិតដូចគេនិយាយបើគ្មានពួកគេខ្ញុំប្រកាសជាស្លាប់បាត់ទៅហើយពួកឯងមាននាមតកូលអីខ្ញុំនៅផ្ញើសារតាមបាសីបរិយាចាំនិយាយព្រមទាំងផ្ទាត់ម្រាមដៃហៅអន្ត្រីមេធំមួយក្បាលឲ្យហោះមកតោងនឹងបង្គងរបស់ពួកវាដែលនៅមិនឆ្ងាយពីតុកមួយដែលពួកយើងអង្គុយនិយាយគ្នាប៉ុន្មានពួកយើងត្រូវកូ Chickcliff វាប្រាប់ហើយក៏ធ្វើឲ្យបរិយាចាំឈាមផ្សំងាកមកមើលមុខពួកយើងម្ដងទៀតដោយការពិចារណាខ្ញុំកិច្ចទៅសម្ងក្រៅក្នុងរបស់វាម្ដងទៀតហើយក៏មានអារម្មណ៍ថាដកដង្ហើមមិនសូវស្រួលនាមតកូននេះពួកយើងដឹងថាប៉ាម៉ារបស់ឯងជាមនុស្សដែលមានសមត្ថភាពខ្លាំងណាស់មិនចម្លែកទេដែលពួកប្រមាញ់តាមសម្រាប់ពួកឯងជាហ្វូងលោកអាឌីនិយាយហើយក៏សង្កត់ចង់ជក់នឹងចានទៅខ្មៅបន្ទាប់ពីនោះក៏សរសេរលើក្រដាស់ទោះជាសម្បត្តិរបស់ពួកយើងធ្វើដំណើរបានលឿននិងឆ្ងាយសំគួរតែវាអាចធ្វើចចកដតីបានលឺសំឡេងនោះដែរទៅខ្ញុំប្រើវិធីផ្ញើសម្បត្តិគេអធិប្បាយពេលឃើញថាខ្ញុំសម្លឹងមកគេមិនព្រិចភ្នែកពួកយើងមានត្រកូល Lin A3សុំសន្យាជាមួយពួកឯងនៅត្រង់នេះថាពួកយើងមានឈាមផ្សំដូចគ្នាហើយក៏មិនព្រមឲ្យពួកឯងមានគ្រោះថ្នាក់ច្រាក់ខានដរាបដល់ពួកឯងស្ថិតនៅក្រោមការមើលថែរបស់យើងអរគុណខ្ញុំនិយាយដំណើរនឹងវិលពេលបានលើបរិយាចាំនោះអធិប្បាយត្រង់និងច្បាស់លាស់វាធ្វើឲ្យខ្ញុំកក់ក្ដៅចិត្តទោះជាមិនដែលជួបមុខពួកគេក៏ដោយអាន់តូនីនាំប្អូនទៅសម្រាប់សិនទៅប៉ាមានរឿងនិយាយជាមួយវិលបន្តិចអាឌីនិយាយធ្វើឲ្យខ្ញុំត្រូវមើលមកគេនឹងបងប្រុសដល់ចិត្តរេរេខ្ញុំក៏ចង់អង្គុយស្ដាប់ដូចគ្នាដែរតែពេលវាងក់ក្បាលឲ្យខ្ញុំទៅជាមួយអាន់តូនីតើខ្ញុំចាំបាច់ត្រូវដើរចេញទៅដល់ខានមិនបានរាយការណ៍របស់ខ្ញុំនៅខ្សោះ
ព្រោះថាมันតាន់សាំនឹងការពន្រិចធម្មពលអាន់តូនីតដាងដៃហើយក៏ដើរតាមដោយចាំទ្រខ្ញុំមិនឲ្យដួលតែពេលដែលខ្ញុំមិនដួលគេក៏ហួចមាត់ធូរទ្រូងហើយក៏ដើរនាំផ្លូវព្រោះថាគេគិតតែដើរស្ទាក់ពីមុខពីក្រោយខ្ញុំទើបខ្ញុំមានអារម្មណ៍វិលមុខអត់មិនបាននឹងសម្លាក់សម្លឹងគេងាប់ហើយឈប់ធ្វើដូចខ្ញុំជាក្មេងអាយុ5ឆ្នាំទៅបានទេមិនថាវិលឬអ្នកណាគឺតែងតែធ្វើបែបនេះដាក់ខ្ញុំជារឿយៗវាគួរឲ្យធុញមកយ៉ាឬគេសួរខ្ញុំពេលឃើញយើងកំពុងដើរចេញទៅជាមួយគ្នា3នាក់ដែលមានខ្ញុំអ៊ីយ៉ាននិងគេដែលសួរអាន់តូនីមែនខ្ញុំតបហើយក៏អត់បាននឹងដៀងមើលគេដែរពីនេះមានមុខស្តៀងគ្នាមើលទៅជាសាច់ញាតិដែរខ្ញុំក៏មានបងប្រុសទៅដឹងខ្លះថាពួកគេគួរតែស្រឡាញ់គ្នាសាំគួរសង្កេតបានតាមរយៈដែលពួកគេមិនឆ្លោះគ្នាមិនថារឿងអីក៏និយាយត្រូវដងត្រូវផ្លែមិនដូចអ្នកដែលចូលចិត្តឆ្លោះគ្នាញឹកញាប់ព្រះនាងឈាមសគេរងូរងអ្វីមួយយ៉ាងហើយក៏លុកដៃមកប៉ះសរសៃសាក់ខ្ញុំនោះសរសៃសាក់ពើសដែលតែងតែស្រូបយកធម្មពលពីអ្នកដទៃក៏បង្ករូបរាងប៉ាត់ប៉ាន់គ្នាដូចឬឈើវោឬឈើចេញពីចុងសក់របស់ខ្ញុំទៅរាងកាយរបស់គេយ៉ាងរហ័សខ្ញុំហើយក៏នៅមិនសោះព្រឹកថាបន្តិចទៀតខ្លួនឯងច្បាស់ជាស្លាប់មិនខានបើសិនជានៅស្រូបយកធម្មពលពីអ្នកដទៃជារឿយៗបែបនេះធុញថប់ទេគេសួរតែខ្ញុំមិនច្បាស់ទេថាគេមានន័យដល់អ្វីរាងកាយធុញថប់ដែលត្រូវនៅជាមួយពួកគេឬថាធុញថប់ព្រោះរាងកាយរបស់ខ្ញុំបែបនេះមិនដឹងទេហើយចម្លើយនេះគឺជាចម្លើយដែលឆ្លើយទាំងពីរសំណួរខ្ញុំគិតថាខ្លួនឯងមិនធុញថប់នឹងការដែលត្រូវនៅចិត្តគេប៉ុន្មានខ្ញុំសុំទៅរកសិភើសិនឯនាំព្រៀងម្នាក់នេះទៅសម្រាប់នៅបន្ទប់សិនក៏បានអីយ៉ាងនិយាយតាមម្ដងចាំចម្លើយគេបែរខ្លួនដើរចេញទៅវិញភ្លាមខ្ញុំតែខ្លួនឯងបានខ្ញុំប្រាប់អាន់តូនីមិនចង់ឲ្យខ្លួនឯងខ្លាចជាបន្ទុករបស់អ្នកដទៃព្រោះប៉ុណ្ណឹងខ្ញុំក៏មានអារម្មណ៍ពិបាកចិត្តណាស់ទៅហើយដែលត្រូវមកស្នាក់នៅទីនេះនឹងអាចធ្វើក្រុមប្រមាញ់វាលោកបានងាយៗក៏ថាបានបើសិនជានាងដួលរមៀលធ្លាក់ពីកម្មចន្ទាហើយបាក់កស្លាប់សម្បីរបស់ប៉ាខ្ញុំវាមិនគួរកំ pl ាញមិនតិចទេឬបន្តមកអាន់តូនីក៏ធ្វើឲ្យខ្ញុំទៅជានិយាយបន្តមិនចាញ់តែគេកំពុងតែដាក់បដាសាខ្ញុំមិនទេអញ្ចឹងអរគុណកំណត់ចិត្តខ្ញុំពេកព្រោះខ្ញុំអាចនឹងទីយកធម្មពលរបស់លោកហើយលោកនឹងអស់កម្លាំងងាយៗនេះខ្ញុំចាត់ទុកថាទឿនគេរួចហើយបើគេនៅតែចូលមកញ៉ៃទៀតកុំថាខ្ញុំមិនបានប្រាប់នៅឆ្ងាយហើយបើនាងដូចបែកក្បាលជាឈាមខ្ញុំក៏មានកំហុសដដែលខ្ញុំងាកទៅមើលមុខគេហើយលើកដៃច្រត់ចង្កេះដោយការអត់ធ្មត់តាមតែដឹងគេដាក់បដាសាខ្ញុំលើសពីម្ដងហើយប្រុសនេះខ្ញុំព្យាយាមមិនរំខានអ្នកដទៃអាចលើកទៅសម្រាប់បានហើយខ្ញុំប្រាប់ហើយក៏ងាកដៃឲ្យគេចាក់ចេញប៉ុន្តែអាន់តូនីធ្វើពើគេនៅឆ្ងាយពីខ្ញុំតែ3ជំហានមិនថាខ្ញុំដើរឬឈប់គេក៏ទុកកម្លៀតរវាងយើង3ជំហានជានិច្ចតែគិតឬថាកម្លៀតប៉ុណ្ណឹងខ្ញុំស្រូបយកថាពលពីរាងកាយរបស់គេមិនបានណែខ្ញុំនិយាយបានតែមួយម៉ាត់ហើយក៏ត្រូវវិលខ្ញាល់ពេលមានអារម្មណ៍ថាផ្ទៃដែលកំពុងឈរនេះរញ្ជួយខ្ញុំឈរមិនបានយូរប៉ុន្មានចំហាយក៏ក្តៅដែលបានទទួលពីគេមុននេះក៏ចូលមកអោបកសោខ្ញុំកុំឲ្យដួលបោកក្បាលឃើញទេប្រាប់ឲ្យថានាងដើរដែលខ្លួនឯងមិនបានអាន់តូនីនិយាយហើយក៏លើកខ្ញុំ3ម្ដងទៀតណែខ្ញុំសុំនិយាយជាមួយលើកមួយរៀបបាត់ទេតែសុំវ៉ាឲ្យលោកឆ្លើយតាមត្រង់ផងខ្ញុំប្រាប់ហើយក៏ព្យាយាមទប់ចិត្តខ្លួនឯងមិនឲ្យលោកដៃទៅអោបកគេឈួតមែនមិនដឹងព្រោះអ្វីតែខ្ញុំគិតថាខ្ញុំចូលចិត្តធម្មពលរបស់គេស្អីដែរគេសួរហើយក៏បែកខ្ញុំដើរទៅបន្ទប់សម្រាប់ដោយមើលមិនឃើញថាហត់នឿយបន្ទាប់ពីត្រូវខ្ញុំស្រូបយកធម្មពលពីខ្លួនរបស់គេលោកគឺជាចោតដែលជួយខ្ញុំដែរខ្ញុំសួរតាមអារម្មណ៍បើមែនតែយ៉ាងម៉េចគេបែបបួយតែខ្ញុំដឹងហើយថាម្នាក់នេះគឺជាចោតដែលជួយខ្ញុំពិតមែនទើបខ្ញុំលើកដៃទៅអោបកគេពេលមានអារម្មណ៍ថាល្វើយនឹងខ្លាចថាខ្លួនឯងរបូតពីដៃគេធ្លាក់ទៅលើដីមិនដឹងថាគិតដល់ខ្លួនឯងឬអត់ព្រោះខ្ញុំមានអារម្មណ៍ថាមួយផ្លែនោះអាន់តូនីរឹងខ្លួនអរគុណខ្ញុំប្រាប់ហើយក៏បាត់ភ្នែកចង់សម្រាប់ឲ្យបាត់នឿយនាងនេះចាំមែនហើយទោះជាបែបនោះក៏ខ្ញុំនៅតែបានលឺសំឡេងគេរអ៊ូរតាមរឿងអ្វីមួយចាំងគួរចំណែកដែលខ្ញុំដឹងថាធ្វើខ្លួនឲ្យគេរអាតែក៏មិនដឹងថាហេតុអីបានជាខ្ញុំញញឹមបែបនេះមើលទៅខ្ញុំដូចជាផ្លាច់មែនតើណាខ្ញុំស្នាក់នៅជាមួយក្រុមគ្រួសារ Lin Artery យូយាតែម្ដងតម្រាំតែប៉ាម៉ាក់ផ្ញើសម្បត្តិមកឲ្យវិញវាអានសម្បត្តិនោះប៉ុន្តែខ្ញុំមិនបានអានតែមិនដឹងថាព្រោះអ្វីឲ្យប្រកាសដែលលោកអាឌីនិងវិលមិនព្រមឲ្យខ្ញុំមើលមិនថាសុំអង្វរឬទោះជាយំក៏ដោយក៏វិលនៅតែចិត្តរឹងយប់នេះគឺជាយប់មួយទៀតដែលខ្ញុំមកដើរលេងនៅវាកូឡាប់និងបេះកូឡាប់លេងតាមពិតខ្ញុំក៏អាចដឹងថាការដែលខ្ញុំមានការផ្លាស់ប្ដូរឈាមដល់ថ្នាក់គួរឲ្យខ្លាចបែបនេះគឺមានមនុស្សជាច្រើនដែលបារម្ភពីខ្ញុំតែម្ដងមិនថាប៉ាម៉ាក់សូម្បីតែលោកអាឌីជាងការខ្ញុំចង់ផ្លាស់ប្ដូរខ្លួនឯងដែលខ្ញុំមានសិទ្ធិជ្រើសរើសខ្លួនឯងខ្លះតែប៉ុណ្ណោះការនេះស្អាតណាស់មែនទេហើយខ្ញុំក៏ភ្ញាក់ព្រឹកសុកមានមនុស្សដើរចេញពីសសរមូលនៅជ្រុងម្ខាងទៀតរបស់វាលខ្ញុំមើលមកគេមួយផ្លែតហើយក៏ដឹងថាគេគួរតែជាមនុស្សត្រកូល Lin Artery ព្រោះគេមានអាយុសបាលនឹងលោកអាឌីហើយមុខមាត់ក៏ស្តៀងគ្នាណាស់ដែរចាស់អូចាស់វាផ្កានេះស្អាតណាស់ខ្ញុំតបតាមត្រង់
ពេលឃើញវាផ្កានៅទីនេះមានពណ៌ស្រស់ស្អាតខ្លាំងណាស់ទីនេះគឺជាវាកុលាបដែលធំល្វឹងល្វើយឆ្ងាយដាច់កន្ទុយភ្នែកហើយមានសត្វតពណ៌ក្រហមស្រស់ទៀតផងពេលយប់ផ្កាទាំងនេះចោលក្លិនក្រអូបពីដោដល់ថ្នាក់ខ្ញុំធំក្លិនហើយឈឺក្បាលខ្លាំងណាស់ខ្ញុំព្រិចភ្នែកមើលគេដែលដើរមកចិត្តដល់ការសង្ស័យគេញញឹមនឹងក្តាប់ដៃលើកឡើងលើពលឺច័ន្ទទោះជាមិនសូវជាភ្លឺតែក៏ធ្វើឲ្យមើលឃើញពីភាពថ្លៃថ្នូររបស់គេសតបកុលាបក្រហមស្រស់អស់នេះវាត្រូវរំញោចទើបបានជារីកនិងស្អាតបែបនេះគេនិយាយទៀតប៉ុន្តែខ្ញុំនៅតែមិនសូវជាយល់ប៉ុន្មាននឹងគួរឲ្យចំណាយដល់រាងកាយរបស់ខ្ញុំមិនសូវស្រូបយកធម្មពលពីខ្លួនបរិសម្នាក់នេះដែរខ្ញុំឈានថយក្រោយពេលឈាមស្រាប់ពីបាត់ដៃរបស់គេព្រោះថាគេខ្ញាំបាត់ដៃខ្លួនឯងតតែចេញឈាមដើមកុលាបក្នុងវាលញោទៅត្រើតដោយជូបនិងរបស់ផ្អែមពេលឈាមស្រស់នោះស្រក់លើសតបកុលាបក្រហមនោះតើពួកវាប្រាឈាមក្នុងការលូតលាស់មែនទេខ្ញុំខ្លាចដល់ថ្នាក់ឈានជើងមិនរួចមុនពេលដល់ប្រុសម្នាក់នោះដើរចូលមកជិតលោកអាឌីក៏ដើរចូលមកមុនព្រមទាំងញញឹមដាក់ប្រុសម្នាក់នោះហើយបក់ដៃហៅខ្ញុំឲ្យទៅរកគេខ្ញុំរហ័សបែរក្រោយដល់ទៅរកលោកអាឌីភ្លាមនិងពេលដើរកលេងមើលទៅប្រុសម្នាក់នោះខ្ញុំកលេងឃើញគេនៅម្ដុំនោះទៅហើយគេជាអ្នកណាឲ្យប្រកាសទៅជាមួយខ្ញុំមិនយ៉ាគេនិយាយហើយក៏នាំខ្ញុំទៅទីណាមួយកន្លែងខ្ញុំដើរតាមគេដល់ការស្ដាប់បង្គាប់មានអារម្មណ៍ថាប្រុសម្នាក់នេះមានពលឹភ្នែកនៃក្តីមេត្តាប្រពៃជាងបរោះដាជួបនៅក្នុងវាលកុលាបនោះឆ្ងាយដាច់តែម្ដងហើយខ្ញុំជឿជាក់ចំពោះសជាតិញៀនរបស់ខ្លួនឯងថាលោកអាឌីទុកចិត្តបានច្រើនជាងប្រុសម្នាក់នោះខ្ញុំចង់ចចាំបន្តិចពេលលោកអាឌីនាំខ្ញុំទៅបន្ទប់ដេករបស់វាលកាត់អីមែនទេខ្ញុំសួរគេទាំងញញឹមពេលលោកអាឌីបើកទ្វារឲ្យហើយក៏ងាកដៃឲ្យខ្ញុំដើរចូលទៅខាងក្នុងចូលទៅមើលគេដោយខ្លួនឯងទៅគេប្រាប់តែប៉ុណ្្នឹងហើយក៏បែរក្រោយដើរចេញទៅខ្ញុំតាមមើលខ្នងរបស់គេមួយសន្ទុះបន្ទាប់មកក៏បែរមើលទៅក្រែធំដែលវាកំពុងតែទ្រន្ទ្រានៅលើនោះមានអ្វីម្យ៉ាងខុសប្រក្រតីខ្ញុំគិតហើយក៏ដើរទៅវាភ្លាមពេលខ្ញុំឲ្យឈ្មោះបងប្រុសហើយក៏ជពុបនឹងជាសម្ពុតវិញអូដីរបស់ខ្លួនឯងដួលមើលដល់លើក្រែបើឈប់សកម្មភាពហើយងាកខ្វាប់មកមើលខ្ញុំភ្លាមធ្វើឲ្យខ្ញុំមើលឃើញមុខរបស់គេហើយខ្ញុំក៏ភ្ញាក់ផ្អើលព្រោះមុខគេក៏ហងញៀងនឹងមើលទៅមិនសូវល្អពេលកាត់អីហ្នឹងខ្ញុំសួរឲ្យប្រុងដើរទៅជិតគេទៀតតែសម្លេងកំហួររបស់គេធ្វើខ្ញុំភាំងនៅមួយកន្លែងមិនហ៊ានចូលទៅជិតគេខ្លាំងជាងនេះកុំចូលមកគេស្រែកកំហុសដាក់មុខខ្ញុំទាំងដែលធំធាត់នឹងរស់នៅជាមួយគេខ្ញុំមិនអាចឃើញគេមានសភាពបែបនេះវិលតែងតែចិត្តត្រជាក់នឹងធឹងជានិច្ចតែពេលនេះគេកំពុងតែគ្រប់គ្រងខ្លួនឯងមិនបានដៃជើងញូតទៅត្រូវភ្នែកសដែលអមភ្នែកខ្មៅនោះក្រហមងាំងដល់ថ្នាក់គិតថាសរសៃឈាមឯងនឹងផ្ទុះបាយពេលកាត់អីខ្ញុំសួរនៅមានអារម្មណ៍ថាខ្លួនឯងខ្លាចគេឡើងញ័រខ្លួនតែទោះជាដូច្នេះខ្ញុំក៏មិនអាចទុកគេចោលបានទៅដើរទៅរកគេបន្តិចទៀតហើយវាក៏ស្រែកខ្លាំងឮចង់បាច់បន្ទប់ចាញ់តែផាត់មកយ៉ាមិនអញ្ចឹងនាងនឹងសោកស្ដាយមួយជីវិតគេប្រាប់ឲ្យខ្ញុំក៏សង្កេតឃើញថាមានឈាមពណ៌ក្រហមស្រស់ហូរតាមគេមាត់និងដើមទ្រូងរបស់គេមានរបួសនឹងមើលទៅដូចជាជ្រៅខ្លាំងណាស់វាបងមានរបួសឲ្យខ្ញុំមើលឲ្យតែខ្ញុំដើរចូលទៅជិតគេភ្លាមព្រោះដឹងច្បាស់ថាឈាមពណ៌សរបស់ខ្ញុំអាចជួយព្យាបាលរបួសរបស់គេបានរហ័សតាន់ចិត្តប៉ុន្តែពេលដៃរបស់ខ្ញុំប៉ះស្មារបស់គេវិលក៏ញ័រខ្លួនទៅត្រូវគេគំរាមមួយម៉ាត់ហើយក៏កវែងខ្ញុំទៅលើក្រែនឹងឡើងមកទ្រពឈាមដែលកំពុងស្រក់ចេញពីខ្លួនរបស់វិលស្រក់លើមុខរបស់ខ្ញុំហើយវាក៏អោនមកលិតវាខ្ញុំរឹងខ្លួនតែម្ដងព្រោះមិនសាមនឹងការប៉ះពាល់បែបនេះរបស់គេញ័រខ្លួនភ្នែកក្រហមងាំងហើយនៅមានពលឹភ្នែកដែលកំពុងតែប្រាប់អ្វីម្យ៉ាងនោះទៀតវិលខ្ញុំស្រែកខ្លាំងពេលដឹងថាគេកាត់អីខ្ញុំត្រកានាងមិនចាវិលនេះខ្ញុំមិនចាវិលខ្ញុំធ្ងន់ឈ្ងោះហើយក៏ភ្ញាក់ព្រឹកពេលដែលវាជ្រុំមុខនឹងកខ្ញុំមុននឹងការឈឺចាប់រៀលពេញដងខ្លួនគេខំករបស់ខ្ញុំខ្លាំងវិលកុំធ្វើបែបនេះវិលអត្តន័យជួយខ្ញុំផងហើយមិនដឹងថាហេតុអីឈ្មោះចុងក្រោយដែលខ្ញុំស្រែកហៅនោះទៅជាឈ្មោះប្រុសម្នាក់ទៀតទៅកើតជួយខ្ញុំផង Music Box ខ្ញុំមើលឈាមមិនបានលឺសំឡេងអ្វីទាំងអស់នៅជុំវិញខ្លួនពេលនេះដោយអន្លង់ខ្មាស់ដែលស្រូបយកគ្រប់យ៉ាងវាងងឹតនឹងរងាខ្ញុំអង្គុយញ័រខ្លួនទៅត្រុតនៅលើក្រែដោយមានវិលឈរនៅមិនឆ្ងាយគេកំពុងតែដាក់លែវអាវសមីរបស់គេហើយខ្ញុំក៏ចម្លែកចិត្តថាហេតុអីខ្ញុំមិនស្រក់ទឹកភ្នែកដំបងគិតថាខ្លួនប្រហែលស្រេចយំពេលចុងក្រោយខ្ញុំមិនអាចតតាំងនឹងកម្លាំងរបស់វិលបានឬមិនអញ្ចឹងជួនកាលខ្ញុំអាចគិតថាខ្ញុំអាចបានរៀបការជាមួយវិលដោយប៉ាម៉ាក់ដែលជាបងប្អូនបង្កើតខ្ញុំធ្លាប់ប្រាប់ខ្លួនឯងថាម៉ាក់លងស្នេហ៍បរិសម្នាក់តាំងពីអាយុ15ឆ្នាំហើយបរិសម្នាក់នោះគឺជាបងប្រុសបង្កើតរបស់គាត់ឬប៉ារបស់ខ្ញុំនោះឯងវាមិនចម្លែកនោះទេដែលខ្ញុំរៀបការជាមួយបងប្រុសបង្កើតមកចាវិលហៅខ្ញុំដែរសម្លេងសេកសេគេហាក់ដូចជាមិនដឹងថាគួរហៅឈ្មោះខ្ញុំល្អឬក៏អត់ពេលនេះគេឈរមិនឆ្ងាយពីខ្ញុំប៉ុន្មានហើយលោកដែរសំកាំងប្រុងមកអោបខ្ញុំតែក៏មិនដឹងថាហេតុអីបានជាគេមិនមករកខ្ញុំដូចរដងបោះសុំទោសសម្លេងរបស់វាស្ដាប់ទៅខ្សោយខ្លាំងណាស់ដូចគ្នានឹងបេះដូងរបស់ខ្ញុំដែលពេលនេះកំពុងតែលោតកាន់តែយឺតទៅ
បេះដូងរបស់ខ្ញុំឈឺចាប់ពេលប្រទេសឃើញថាខ្លួនឯងមានសមត្ថភាពជួយបងប្រុសទោះដឹងថាមិនមែនជារឿងចំណាយសម្រាប់ការបង្កកំណត់ដើម្បីរក្សាកំហាប់ឈាមរបស់ខ្លួនឯងតែក៏មិនយល់ដូចគ្នាថាហេតុអីពេលនេះខ្ញុំទៅជាឈឺចាប់ហាក់ដូចចាប់ហេតុរាងកាយខ្ញុំអោបខ្លួនឯងណែនទឹកភ្នែកស្រក់តក់ទោះជាព្យាយាមប្រាប់ខ្លួនឯងមិនឲ្យខូចចិត្តនឹងត្រៀមចិត្តតាំងពីយូរយារម្លេះប៉ុន្តែពេលនេះខ្ញុំក៏មិនយល់ពីអារម្មណ៍របស់ខ្លួនឯងខ្ញុំឈឺចាប់ពេលបាត់ដៃរបស់វាដែលធ្លាប់តែឲ្យកសោបខ្ញុំចាប់ដៃខ្ញុំថ្នមដល់ពេលនេះវាផ្លាស់ប្ដូរទោះជាគេមិនបានប្រើកម្លាំងខ្លាំងក្លាប៉ុន្មានតែក៏មិនធ្លាប់មានម្ដងណាឡើយដែលវាធ្វើដាក់ខ្ញុំដល់ថ្នាក់នេះបងសំទោសគឺរងូរងល់ពាក្យដដែលហើយក៏ដាក់ដៃលើស្មារបស់ខ្ញុំថ្នមប៉ុន្តែការប៉ះពាល់របស់គេគឺដូចជាដៃក្តៅដែលសង្កត់លើស្មារបស់ខ្ញុំភ្ញាក់ព្រឹកនឹងឈឺចាប់ហើយក៏មានការភ័យខ្លាចវេលុកអារម្មណ៍របស់ខ្ញុំម្ដងទៀតកាលមុនខ្ញុំតែងតែសម្ងាត់នៅក្រៅខ្នងរបស់គេតែពេលនេះដៃមួយគូរបស់វិលកំពុងតែធ្វើបាក់ខ្ញុំអោបខ្លួនឯងមិនចង់ឲ្យរាងកាយនេះប៉ះប៉ល់ត្រូវខ្លួនរបស់វាទៀតសម្លេងយំដែលខ្ញុំក៏មិនដឹងថាខ្លួនឯងយំតាំងពីពេលណានឹងសម្លេងដែលឈឺចាប់នេះបានមកដល់របៀបណាវាជេរបន្តិចហើយក៏បាយខ្លួនដើរចេញពីបន្ទប់ដេករបស់គេខ្ញុំនៅតែយំភ័យខ្លាចគ្រប់យ៉ាងតែម្នាក់ឯងហេតុអីវិលធ្វើបែបនេះជាគេមែនឬខ្ញុំសួរខ្លួនឯងហើយក៏មានអារម្មណ៍ដូចមានមួយជុលចាក់រាងកាយគ្រប់ពេលវេលាវាឈឺផ្សាក្តៅហើយចុងក្រោយអាចនឹងឆេះរាងកាយរបស់ខ្ញុំទាល់តែคล้ายជាផេះផង់ម៉ាក់ខ្ញុំខ្លាចខ្ញុំភ្ញាក់ដឹងខ្លួនបន្ទាប់ពីយំតល់តែដេកលក់ពេលនេះព្រះអាទិត្យលិចទៅហើយនេះជាពេលវេលារបស់អ្នកប្រមាញ់ដែលកំពុងតែតាមរកចំណៃខ្ញុំចុះពីក្រែដែលសង្ងំដេកពេញមួយថ្ងៃទោះជាចង់គិតថាវាគឺជាយុទ្ធសាស្ត្រប៉ុន្តែស្លាកស្នាមដែលកាត់ឡើងតាមខ្លួនប្រាណរបស់ខ្ញុំគឺជាផុសតាំងបញ្ជាក់យ៉ាងច្បាស់ថាវាកាត់ឡើងពិតមែនខ្ញុំរុញទ្វារដល់កម្លាំងដល់តិចតួចរបស់ខ្លួនឯងបន្ទាប់ពីនោះក៏ដួលនៅនឹងមាត់ទ្វារដែលខ្ញុំបានត្រឹមតែតោងមាត់ទ្វារប៉ុណ្ណោះដើម្បីមិនឲ្យខ្លួនឯងបោកក្បាលនឹងដីហើយស្លាប់យ៉ាងអាណោចនៅត្រង់នេះខ្ញុំដកដង្ហើមជួយចាប់ពេញខ្លួនប្រាណដោយរាងកាយនេះបែកជាបំណាច់មុនពេលដែលខ្ញុំសម្លាប់នៅត្រង់នេះអ្នកណាម្នាក់ក៏លូកដៃមកដាក់ពីមុខរបស់ខ្ញុំពេលដែលងើយមុខប្រើការភ្នែកដែលស្វាងសម្លឹងមើលមុខរបស់ម្នាក់នោះមួយផ្លេតដំបងឃើញថាគេជាវិលបន្ទាប់ពីនោះក៏ឃើញថាមុខរបស់គេដូចអាន់តូនីអ្នកណាខ្ញុំរងូរងល់លូកដៃទៅប៉ះមុខរបស់គេប៉ុន្តែម្នាក់នោះបែរជាចាប់ដៃខ្ញុំចាប់ហើយហៅឈ្មោះរបស់ខ្ញុំសម្លេងនោះជួយឲ្យខ្ញុំដឹងថាគេជាអ្នកណាអីយ៉ានខ្ញុំពេកភ្នែកញាប់ស្អីដើម្បីសម្រួលរូបភាពដែលនៅចំពោះមុខឲ្យកាន់តែច្បាស់ជាគេពិតមែនវាយផ្លាត់ដល់ថ្លៃធ្នូគេលិនុបដ្ឋៈដែលមានទឹកចិត្តបំផុតនៅក្នុងចំណោមឈាមផ្សំនៅក្នុងអំបូរដូចខ្ញុំធ្វើហ្នឹងមិនក៏សុភាពមើលមិនបានគេលុតជង្គង់ពីមុខរបស់ខ្ញុំឲ្យដាក់ដៃដល់កកក្តៅនោះលើស្មារបស់ខ្ញុំដែរដំបូងខ្ញុំខ្លាចនឹងព្យាយាមងាកចេញពីការប៉ះពាល់របស់គេព្រោះខ្លាចថាគេធ្វើបាបខ្ញុំដូចវាធ្វើតែឈាមពោះសរបស់គេជួយស្រូបយកថាមពលដល់លើសលប់ចេញពីរាងកាយរបស់ខ្ញុំជួយធ្វើឲ្យខ្ញុំមានអារម្មណ៍ថាស្រួលខ្លួនចុងក្រោយខ្ញុំបានតែបិទភ្នែកហើយអង្គុយនៅត្រង់នោះមិនកម្រើកមានអីកើតឡើងគេសួរខ្ញុំពេលចង់ម្រាមដៃរបស់គេរុញចកាខ្ញុំឲ្យងើយមើលស្លាកស្នាមដែលកាត់ឡើងនៅលើខ្លួនរបស់ខ្ញុំគេក៏ដកដង្ហើមធំកាយវិការបែបនេះគេប្រហែលជាដឹងហើយថាមានអ្វីកាត់ឡើងចំពោះខ្ញុំគួរសោកសៅមែនអ៊ីយ៉ានរងូរងល់ហើយក៏ទាញខ្ញុំឲ្យងើបឈរប៉ុន្តែដៃជើងរបស់ខ្ញុំទន់ទៅហើយដែលធ្វើបានគឺគ្រាន់តែទប់រាងកាយដែលកំពុងតែស្លាប់សឹមរបស់ខ្លួនឯងមិនឲ្យដួលប៉ុណ្ណោះខ្ញុំដកដង្ហើមចូលជ្រៅហើយចុងក្រោយខ្ញុំក៏ប្រទះឃើញថាទឹកភ្នែកហូរសស្រាក់ខ្ញុំឈឺដល់ហើយលើកជាពេទ្យអត់ខ្ញុំរងងសួរគេទាំងដែលបិទភ្នែកនិងទឹកភ្នែកនៅតែហូរមិនដឹងពិតមែនថាបញ្ឈប់វាដោយរបៀបណាខ្ញុំជាពេទ្យអ៊ីយ៉ានប្រាប់ដោយសំឡេងតិចព្រមទាំងលូកដៃមកប៉ះកខ្ញុំស្នាមចង្កូមរបស់វានៅលើកខ្ញុំវាដូចជាត្រាក្តៅដែលคล้ายជារបួសគ្មានថ្ងៃរលប់ការព្យាបាលរបស់គេជួយឲ្យការឈឺចាប់ត្រង់ករបស់ខ្ញុំបាត់សល់តែចំហាយត្រជាក់ដែលរំញោចការសិការបស់ខ្ញុំឲ្យធ្វើការយឺតម្ដងទៀតសម្រាប់ខ្ញុំតែខ្ញុំប្រាប់គេដោយសំឡេងខ្សែតែបែរជាបានលើគេសាច់ពេលថាពេលនេះខ្ញុំបិទភ្នែកទៅមិនដឹងថាតាមពិតគេមានទឹកមុខអស់សំណើចដូចគ្នានឹងសំឡេងពេលនោះដែរឬអត់នេះមិនមែនជាសិលធម៌របស់ពេទ្យនោះគេហៅថាឃាតកោហើយអីចឹងលោកជួយកលាខ្លួនជាចចកហើយខ្ញុំក៏ខ្ញុំសម្រាប់ខ្ញុំឲ្យស្លាប់ទៅកំពុងធ្វើអីហ្នឹងកំពុងធ្វើអ្វីមកចានាងកាត់អីសម្លេងរបស់បុគ្គលទី3ដែលខ្ញុំនៅតែមិនតាន់ប្រកាសចិត្តថាជានរណាបន្លឺឡើងធ្វើឲ្យខ្ញុំត្រូវបាក់ភ្នែកម្ដងទៀតរៀងខ្ពស់ស្លាស់របស់ប្រុសម្នាក់ដើរមកជិតខ្ញុំត្រូវប្រើភ្នែកព្រើស្វាងមួយគូនោះសម្លឹងមើលគេអាន់តូនីខ្ញុំដឹងថាគេដើរចូលមកកាន់តែជិតមកចានាងកាត់អីគេសួរដល់ការព្រួយបារម្ភហើយក៏សម្រុកខ្លួនអង្គុយដូចខ្ញុំនិងអ៊ីចាន់នាងទៅតែឆ្លងកាត់ពាក្យថាក្មេងស្រីទៅជាមនុស្សស្រីនោះអី
ខ្ញុំខាំមាត់ពេលបានលឺអេយ៉ានជាអ្នកអធិប្បាយពីរឿងដែលកាត់ឡើងប្រាប់អាន់តូនីចាំមិនអាន់តូនីដូចជាភាំងមួយសន្ទុះស្អីគេខ្ញុំមិនយល់គេធ្វើធ្វើដោយសម្លេងខ្សែហើយក៏លោកដៃមកទស្សន៍ស្មាខ្ញុំបាត់ភ្នែកប្រាប់ខ្លួនឯងនៅក្នុងចិត្តដល់ការឈឺចាប់ថាគេគ្រាន់តែជាមនុស្សម្នាក់ដែលខ្ញុំមិនចង់ឲ្យគេដឹងថាវាមានរឿងឈួតអីកាត់ឡើងចំពោះខ្ញុំណែស្អីគេសម្រាប់របស់អាន់តូនីដែលចាប់ផ្ដើមយួរចង់ម្រាមដៃរបស់គេលោកមកប៉ះកោខ្ញុំការឈឺចាប់ពេលដែលគេប៉ះនោះប្រាប់ឲ្យខ្ញុំដឹងថាចំណុចនោះគឺជាស្នាមថាបដែលវាបន្សល់ទុកឲ្យឃើញហើយខ្ញុំក៏ត្រូវបិទភ្នែកកាន់តែខ្លាំងពេលគេបន្ថែមទម្ងន់ដៃសង្កត់ស្មារបស់ខ្ញុំអាន់តូនីរហូតដល់អីយ៉ាងត្រូវហាម5គេហើយស្នាមម្រាមដៃរបស់អាន់តូនីក៏ចាប់មកស្បែករបស់ខ្ញុំជាមួយស្នាមថាបរបស់វិលឯងកំពុងតែធ្វើនាងឈឺអីខ្ញុំដិនដល់ថ្នាក់ទន់ខ្លួនសម្លេងកលឹកដាច់ដោយភាពវេទនាខ្ញុំធ្លាប់ប្រាប់ខ្លួនឯងថាមិនសោកស្ដាយបើខ្ញុំមានសភាពដូចម៉ាក់តែម៉ាក់ឆ្លាញ់រៀបការជាមួយបងប្រាប់បង្កើតតាហេតុអីថ្ងៃនេះខ្ញុំខូចចិត្តដល់ថ្នាក់នេះចំហាយក្តារដែលកំពុងតែស្រោបថាមពលពីខ្លួនអាន់តូនីមករកខ្លួនរបស់ខ្ញុំចាប់ដើមទៀតហើយពេលនេះវាកំពុងតែវិញសរសៃដែលតចាប់រាងកាយរបស់យើងទាំងពីរខ្ញុំសោកស្ដាយមែនទែនហើយក៏មិនដឹងថាហេតុអ្វីឲ្យប្រកាសដែលធ្វើឲ្យខ្ញុំខ្លាចជាមនុស្សម្នាក់ទៀតខុសពីម្សិលមិញបែបនេះខ្ញុំលូកដៃទៅរកអាន់តូនីចាប់ជាអារបស់គេហើយប្រឹងស្រែកហៅគេជួយខ្ញុំផងអេយ៉ាននាំខ្ញុំមកព្យាបាលស្នាមចំគេប្រាប់ថាវាគ្មានស្មារតីនៅពេលនោះទៅខ្លាចជាបិសាចពេញខ្លួននិងធ្វើបាបខ្ញុំដោយចេតនារាងកាយរបស់ខ្ញុំមានស្នាមចង្គមរបស់វិលច្រើនកន្លែងហើយអេយ៉ានកំពុងតែព្យាបាលឲ្យខ្ញុំរួមទាំងស្នាមម្រាមដៃនិងស្នាមខ្ទុះឈាមផងដែរខ្ញុំដឹងថាវាមានអីកាត់ឡើងអេយ៉ាននិយាយតិចស្របពេលដែលបិទបងរបួសនិងកន្ទុយជាចាំរបស់ខ្ញុំសួរគេដល់សម្លេងនៅដើមកោមិនច្បាស់ទេថាពេលនេះគេកំពុងតែនិយាយពីរឿងអីប៉ាម៉ាក់នាងផ្ញើសម្បត្តិមកឲ្យចាដល់ខ្ញុំបានអានព្រោះខ្ញុំកំពុងរៀនវិជ្ជាពេទ្យគេប្រាប់ដល់សម្លេងរៀបស្មាសម្លេងរបស់គេជាចង្វាក់ស្មាគ្រប់ពេលវេលានោះធ្វើឲ្យខ្ញុំស្ងប់បេះដូងលោកកាន់តែយឺតហើយវេជ្ជវៈនៅក្នុងរាងកាយដូចជាធ្វើការម្ដងទៀតបានសម្បត្តិខ្ញុំបញ្ជាក់សម្បត្តិរបស់គេសម្បត្តិឬលោកអាឌីមិនព្រមឲ្យខ្ញុំអានឬខ្ញុំក៏ចង់ដឹងដូចគ្នាថាអត្តន័យនៅក្នុងនោះមានអ្វីខ្លះមែនប៉ាម៉ាក់នាងដូចជាបានសុំជាមួយពីមនុស្សម្នាក់ចង់ជួយនាងពីការផ្លាស់ប្ដូរខាងខ្សែលោហិតយ៉ាងតន់ហន់បែបនេះអេយ៉ានទេដាក់ខ្ញុំដាក់លើភ្លើរបស់គេបន្ទាប់ពីនោះក៏រុំរបួសឲ្យយឺតតែជំនាញដែលខ្ញុំមិនបានមានអារម្មណ៍ឈឺចាប់អ្វីសូម្បីតែបន្តិចប្រទេសឈាមសោដូចនាងកំពុងពន់រែករឿងជាច្រើនអ្វីដែរអាចជួយនាងផ្ទេរធម៌ពលចេញពីខ្លួនបានគឺមានតែការមានផ្ទៃពោះប៉ុណ្ណោះគេប្រាប់ដល់សលុយស្មាហើយក៏ធ្វើខ្ញុំបើកភ្នែកធំមានផ្ទៃពោះហ៎មែនតែវាគឺជាការបថុយបើសិននាងមានផ្ទៃពោះជាឈាមពោះសោដូចនាងតែគ្មានជម្រើសព្រោះព្រាងឈាមសមិនអាចដោះលែងធម៌ពលចោលបានអ្វីដែលជួយឲ្យជីវិតរបស់នាងរស់រានបន្តគឺមានតែវិធីមួយនេះតែប៉ុណ្ណោះអញ្ចឹងទេខ្ញុំរងូរងល់ហើយក៏បាត់ភ្នែកដល់ការហត់នឿយវាក៏មិនចង់ធ្វើគេត្រូវដាក់ថ្នាំដែរខ្ញុំបាត់ភ្នែកពេលយ៉ាងប្រាប់មួយប្រយោគទៀតវាក៏ធ្លាប់ប្រាប់ខ្ញុំដែរថាកុំចូលមកចិត្តគេមិនអញ្ចឹងខ្ញុំមកសោកស្ដាយមួយជីវិតហើយពេលនេះខ្ញុំក៏មានអារម្មណ៍ស្ដាយក្រោយដោយដែលគេប្រាប់ពិតមែនចុះបើមានកូនហើយកើតខ្ញុំក៏នៅតែដូចដើមខ្ញុំរងូរងល់ភ្នែកសម្លឹងមើលទៅឆ្ងាយមិនដឹងថាជីវិតចុងក្រោយរបស់ខ្ញុំនឹងទៅជាយ៉ាងណាធ្លាប់បានលើកទៅថាម្ដាយគឺជាអ្នកឲ្យទៅកូនគ្រប់យ៉ាងគេប្រាប់ហើយក៏សម្លឹងមើលខ្ញុំតាំងពីក្បាលរហូតដល់ចុងជើងម្ដងទៀតដូចជាចង់មើលថាត្រង់ណាដែលគេមិនតាន់បានព្យាបាលកូនរបស់នាងនឹងបានគ្រប់យ៉ាងនៅអីត្រឹមតែម្ដងទេខ្ញុំសួរម្ដងទៀតពេលឃើញថាអ៊ីយ៉ានកំពុងប្រមូលឧបករណ៍ព្យាបាលទុកមិនច្បាស់ដែរតែបឌីមានកូននឹងជួយជីវិតរបស់នាងបានដល់10ឆ្នាំប្រហែលនោះចុះហេតុអីក៏គ្មានអ្នកណាសួរពីការស្ម័គ្រចិត្តរបស់ខ្ញុំរងូរងល់សួរបងប្រុសដែលស្គាល់គ្នាពេញមួយជីវិតខ្លាចជាមនុស្សផ្លាច់មុខត្រឹមមួយយប់ខ្ញុំមិនចង់ជឿពិតមែនព្រោះបងប្រុសនាងដឹងថានាងកំពុងខ្វះចិត្តខ្ញុំជួយចាំមើលមុខគេម្ដងទៀតព្រោះមិនយល់នាងកំពុងតែលងស្នាមមនុស្សម្នាក់មែនឬអត់ខ្ញុំដេកលក់ម្ដងទៀតហើយក៏ភ្ញាក់ដឹងខ្លួននៅពេលល្ងាចពេលមានមនុស្សមកដែរឲ្យញ៉ាំអាហារដំបូងខ្ញុំចង់សម្ងំនៅក្នុងបន្ទប់ព្រោះមិនថាដើរហាទៅខាងណាក៏មានអារម្មណ៍ដូចត្រូវខ្សែភ្នែករបស់អ្នកប្រមាញ់តាមសម្លឹងគ្រប់ពេលវេលាវាគួរឲ្យចម្លែកដែលខ្ញុំក៏ជាអ្នកប្រមាញ់ដូចគ្នាសោះប៉ុន្តែហេតុអ្វីបានជាខ្ញុំមានអារម្មណ៍ស្តៀងនឹងត្រូវគេប្រមាញ់ច្រើនជាងខ្ញុំឆ្ងល់មុខនិងនិយាយខ្សឹបរាក់ទាក់គ្រប់គ្នានៅតុអាហារទោះជាចង់រត់គេចទៅឆ្ងាយសែនឆ្ងាយប៉ុន្តែទម្លាប់នឹងទំនាក់ទំនងធ្វើឲ្យខ្ញុំសម្រុកខ្លួនអង្គុយនៅកន្លែងដើមក្បែរវាលដូចរដងដែលយើងញ៉ាំអាហារជាមួយនឹងក្រុមគ្រួសារ Lin Artery ប៉ុន្តែខ្ញុំមិនហ៊ានមើលមុខគេនៅពេលនេះញ៉ាំបាយទៅពេលនេះនាងក្រាន់បាយហើយមែនទេលោកអាឌីរ៉ាក់ទាក់ខ្ញុំដាក់ខ្ញុំក៏ងក់ក្បាលដែរមិនបាននិយាយអីឲ្យចឹងញ៉ាំទៅរាងកាយនៅមានកម្លាំងកំហែងហើយនឹងឆាប់ជាអរគុណខ្ញុំអរគុណលោកអាឌីពេលគេដួសអាហារដាក់ឲ្យហើយពេលដែលខ្ញុំងើយមុខមើលអ្នកđangអង្គុយខាងមុខ
ក៏ឃើញថាអាន់តូនីធ្វើមុខរាស្មាប៉ុន្តែមុខសង្ហារបស់គេមានស្នាមចំនៅគេមាត់ក្រោមភ្នែកនឹងចុះចចាមខ្ញុំចង់សួរគេដូចគ្នាប៉ុន្តែធ្វើបានត្រឹមតែដួលអាហារញ៉ាំហើយក៏មើលមកគេមិនពេកភ្នែកប៉ុណ្ណោះនៅពេលដែលគេងាកមកមើលខ្ញុំក៏រហ័សកិច្ចខ្សែភ្នែករបស់គេឆ្ងោកមុខមើលដៃរបស់វិលដែលកំពុងដួលអាហារឲ្យហើយខ្ញុំក៏ត្រូវចងចចាមកាន់តែខ្លាំងពេលឃើញថាក្នុងដៃរបស់វិលមានស្នាមរបួសដូចគ្នាព្រោះការសង្ស័យទៅខ្ញុំមើលមុខគេភ្លាមហើយឃើញថាមុខរបស់វិលក៏មានស្នាមបែបដែលមិនធ្លាប់កើតមានតាមធម្មតាមុខរបស់គេមានតែស្នាមញញឹមប៉ុណ្ណោះប៉ុន្តែថ្ងៃនេះមានស្នាមរបួស